សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ថ្ងៃសុក្រទី13ខែមីនាឆ្នាំ2026នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយទាក់ទងនឹងសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin Bodo Glimt ពិតជាបានឈ្នះ5ប្រកួតជាប់ៗគ្នានៅក្នុង Champions League មុនពេល Manchester United អាចធ្វើបានដូច្នោះនៅក្នុង Premier League ប្រសិនបើ Frank Ballet គាំទ្រ Bodo Glimt គាត់ប្រកាសជាតាត់សក់របស់គាត់រួចហើយគេមកហើយពិសេសខ្សែប្រយុទ្ធ Kylian Mbappé មានអារម្មណ៍ថាស្ថានភាពរបួសរបស់គេមានភាពធូរស្រាលនិងល្អប្រសើរច្រើនហើយរូបគេនឹងត្រូវធ្វើការពិនិត្យសុខភាពឬ test ក្នុងពេលឆាប់ៗនេះដើម្បីបញ្ជាក់ឲ្យច្បាស់ពីលទ្ធភាពនៃការវិលត្រឡប់មកវិញក្នុងជើងទី2ជាមួយ Man City Manchester United នៅសល់តែ9ប្រកួតទៀតប៉ុណ្ណោះក្នុងរដូវកាលនេះប្រសិនបើពួកគេមិនអាចឈ្នះ5ប្រកួតជាប់គ្នាទេអ្នកគាំទ្ររូបនេះត្រូវរងចាំយ៉ាងហោចណាស់4ខែទៀតទើបបានកាត់សក់ដោយគិតត្រឹមពេលនេះគាត់បានរងចាំអស់រយៈពេល522ថ្ងៃមកហើយសរុបទៅគឺ1ឆ្នាំនិង5ខែ